អ្នកទាំងគ្នាគប់ភូមិប្រិមាសឃុំអង្គរនេះស្រុកប្រាសាទរីវែងថ្ងៃនេះក្នុងនេះកិច្ចការដែលមានគម្រោងធ្វើពន្ធកិច្ចសម្រាប់ពេលខាងមុខនេះគឺជាដីដែលគ្រោងនឹងសាងសង់ជាអគារទូតសម្រាប់ជាកន្លែងគេហៅថាដែលទទួលសម្រាប់អ្នកជឿព្រះយេស៊ូវគ្រីស្ទព្រះបន្ទូលនៃព្រះដើម្បីប្រជុំគ្នាដើម្បីធ្វើការសតិពេញពិភពលោកដែលមុនដំបូងគឺយើងត្រូវគ្រូគម្រោងការធ្វើការសម្រាប់មុនពេលយើងសង់គារនេះគឺមានប្រយោជន៍សម្រាប់រៀបជុំគ្រីស្ទជនអ្នកគ្រីស្ទយើងនឹងជាអគារជាសុទ្ធរបស់ព្រះទូទាំងពិភពលោកយើងដឹងថាទូទាំងពិភពលោកមានប្រមាណជាទៅជាង200ប្រទេសឬក៏យើងនឹងគ្រោងអង្គការជាអង្គការរដ្ឋជាអង្គការ Christian State of God ហើយអង្គការនេះវាមានភាពសម្រាប់នាំមនុស្សជាច្រើនថ្វាយទៅព្រះហើយតម្រូវឲ្យគ្រប់គ្នាបានស្ដាប់តាមព្រះបន្ទូលនៅពេលដែលព្រះបន្ទូលផ្សាយចេញទៅដល់គ្រប់ទាំងមនុស្សប៉ុន្តែមុននឹងដល់ថ្ងៃយើងចាប់ផ្ដើមនោះឬដំណើរការនោះគឺមានកិច្ចការក្រក់វាកើតមានជាមុនហើយមានការកាប់នេះច្រើនផងប៉ុន្តែគាត់ឲ្យចូលដឹងថាវាជាផែនការរបស់ព្រះដែលប្រមូលមនុស្សជាច្រើនសម្រាប់ថ្វាយទៅព្រះអញ្ចឹងខ្លះក៏គេភ័យស្លន់ស្លោចម្លែកហើយមានការក្រក់ការឡើងជាច្រើនផងហើយមានអ្នកគេដាក់បណ្ដាសាដែលជាកិច្ចការរបស់អរិយឃើញថាអរិយវាកំពុងតែលេចចេញជាច្រើនដែរគេហៅថាផ្អើលសម្បុកអញ្ចឹងកិច្ចការរបស់ព្រះទ្រង់ប្រមូលជាមនិងពពែឲ្យនៅម្ដុំហើយព្រះនឹងធ្វើការជំនុំជម្រះដោយសារទ្រង់កំពុងតែញែកនឹងពពែហើយក្តៅកលាតឲ្យនឹងសម្រាប់ធ្វើការជំនុំជម្រះមានន័យថាយើងមិនអាចជំនុំជម្រះចូលគ្នាបានទេគឺយើងញែកជំនុំជម្រះដើម្បីឲ្យព្រះបន្ទូលនេះទ្រង់បានពេញខ្នាតគឺនៅលើពិភពលោកយើងនេះឬពិភពផែនដីយើងនេះការជាច្រើនដែលកំពុងតែបដុំអ្នកអាក្រក់ប្រមូលទៅអាក្រក់ម្ដុំអ្នកល្អប្រមូលទៅល្អម្ដុំហើយអ្នកជឿដល់ព្រះប្រមូលទៅម្ដុំសម្រាប់គេរួបរวมគ្នា
อันนี้คือยังต้องวิจารพันธ์การบอกเปรียហើយការក្រក់ក៏កាន់តែមានច្រើនឡើងនេះជាផែនការរបស់ព្រះគឺថាទ្រង់បានបន្ថយចម្លើយមកប៉ុន្តែមនុស្សគេមិនទទួលអ្វីពន្លឺរបស់ព្រះដោយសារការជាច្រើនធ្វើឲ្យគេបង្វល់ស្ថិតនៅមហាសាគរនៃពិភពលោកយើងត្រូវដឹងហើយថាកាលជាពាន់ឆ្នាំយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រារបស់ព្រះបានបញ្ជូនមកឋានសួគ៌សម្រាប់ឲ្យជួយរំដោះនិងសង្គ្រោះមនុស្សលោកបងប្អូនអើយយើងគ្រប់គ្នាត្រូវតែជឿនិងដើរតាមធ្វើតាមព្រះបន្ទូលមិនមែនតាមសេចក្តីបង្រៀនប្លែកមិនមែនតាមពួកដែលទទឹងទទេងដែលកំពុងតែរស់នៅលើផែនដីនេះសពថ្ងៃពួកនោះគេមិនព្រមទទួលព្រះបន្ទូលនៃព្រះសោះប៉ុន្តែផ្ទុយទៅវិញគេបែរទៅជាធ្វើតាមចិត្តបំណងរបស់ខ្លួនដើម្បីប្រយោជន៍ភាពដើម្បីទទួលកម្រៃពីបណ្ដាញសង្គមនានាប៉ុន្តែចូលឲ្យដឹងថាអស់អ្នកណាដែលធ្វើការអ្វីគឺបានផលនោះព្រោះនេះជាព្រះបន្ទូលដែលទ្រង់នឹងសម្រេចទៅតាមអ្វីដែលគេធ្វើអ្នកណាដែលធ្វើកិច្ចការដែលល្អនោះព្រះនឹងសម្រេចឲ្យការដែលល្អហើយអ្នកណាដែលធ្វើកិច្ចការអាក្រក់នោះទ្រង់ក៏សម្រេចឲ្យនៅកិច្ចការអាក្រក់ដែរព្រោះថាព្រះមិនបានប្រើគេឲ្យធ្វើអ្វីដែលចំណងរបស់គេប៉ុន្តែចិត្តរបស់គេនឹងជំនុំជម្រះខ្លួនគេយើងត្រូវដឹងថាពិភពលោកយើងពោរពេញទៅដោយការអាក្រក់ហើយនឹងច្បូកច្បល់គ្នានឹងការល្អទាំងអស់នេះបានទ្រង់រៀបចំឲ្យយើងបានទទួលនៅការទាំងអស់ដែលដៃដែលយើងបានធ្វើហើយចំការមួយនេះគឺចង់បានឲ្យមានការចូលរួមនិងធ្វើការដើម្បីបញ្ចប់សក្ការៈនៃព្រះបន្ទូលនៃព្រះប៉ុន្តែព្រះបន្ទូលនៃព្រះមិនបញ្ចប់ទេសក្ការៈដែលការអាក្រក់ដែលវាកំពុងតែបង្កើតឡើងគឺមានន័យយ៉ាងដូច្នោះប៉ុន្តែព្រះទ្រង់មានផែនការសម្រាប់ឲ្យយើងគ្រប់គ្នាទទួលបានសង្គ្រោះសូម្បីតែម្នាក់ក៏មិនបាត់បង់ដែរគឺព្រះបានប្រទានឲ្យមានតែម្នាក់ដែលត្រូវវិនិច្ឆ័យនេះហើយសូមបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមសូមភ្ញាក់រលឹកឡើងកែងលោត្រូវវិនិច្ឆ័យទៅត្រូវប្រែចិត្តមករកព្រះដែលជាមេសង្គ្រោះហើយក៏ជាព្រះដែលបានប្រទានមកឲ្យសង្គ្រោះមនុស្សលោកផងដែរនេះគឺជាគម្រោងផែនការរបស់ព្រះបើយើងនៅតែមិនព្រមមកនោះយើងនឹងត្រូវវិនិច្ឆ័យមហន្តរាយដែលកើតលើជីវិតយើងត្រូវដឹងថាអ្នកដែលគោរពថ្វាយបង្គំលោកព្រះអ្នកដែលប្រព្រឹត្តសេចក្តីកំផិតមន្តអាគមសំអប់គ្នាចំនួនទាស់តែគ្នា
ប្រមាក់ផាក់ស៊ីនោះมันអាចទទួលការសង្គ្រោះឬក៏មេត្តាករុណាមកពីព្រះទេព្រះទ្រង់អត់ធ្មត់នៅពេលដែលគេធ្វើអ្វីទាស់នឹងបំណងប្រហារតីនៃទ្រង់អត់ធ្មត់ទ្រង់យឺតនឹងខ្ញាល់ដោយហេតុនោះបានជាទ្រង់ប្រទានឲ្យព្រះបន្ទូលតាមរយៈព្រះបុត្រានៃទ្រង់ដើម្បីឲ្យបានមនុស្សបានឮនឹងត្រជាចេញពីព្រះអស់នៃទ្រង់គឺអ្នកសំណប់បានផ្សាយពាក្យរបស់ទ្រង់ហើយអ្នកសំណប់នោះឯងគឺជាទ្រង់ហើយព្រោះទ្រង់នៅក្នុងគេហើយគេក៏ផ្សាយព្រះបន្ទូលនៃទ្រង់ដែរដោយហេតុនោះបានជាយើងខិតខំផ្សាយនៅអ្វីដែលព្រះទ្រង់មានបន្ទូលព្រោះមនុស្សឬក៏បច្ចុប្បន្នកំពុងតែលងខ្លួនទៅដោយសារសេចក្តីរបស់មេបាបដែលតែលបួងនាំមនុស្សឲ្យទាស់នឹងសាច់ឈាមយើងមើលទៅកាន់ផែនដីទាំងមូលតើនេះជាស្នាមព្រះហស្ថរបស់ទ្រង់ទេឬអីហើយហេតុនោះបានជាយើងត្រូវប្រកាសប្រាប់អំពីពិភពលោកឲ្យបានជ្រាបព្រោះថាមានសាសនាជាច្រើនគេមិនតឹងទាំងស្គាល់មិនតឹងទាំងដឹងពីការដល់ស្ថានរបស់ព្រះប៉ុន្តែគេបែរជាយកទ្រឹស្ដីរបស់សេចក្តីបង្រៀនសាសនាព្រះរបស់គេមកបង្រៀនមកប្រព្រឹត្តហើយការនោះវានឹងត្រូវវិនិច្ឆ័យតាមអ្នកដែលស្ដាប់អ្នកដែលបង្រៀននោះព្រោះថាគេបានបង្រៀនឲ្យមិនឲ្យយើងបានស្គាល់ព្រះហើយព្រះនោះឯងជាឪពុកនៅលើពិភពលោកនេះមនុស្សតែម្នាក់គឺជាព្រះរាជបុត្រានៃព្រះបន្ទូលនៃព្រះជាព្រះបិតានៃយើងរាល់គ្នាហើយព្រះយេស៊ូវគ្រីស្ទហើយនឹងព្រះបិតាគឺតែមួយអង្គទេបើយើងជឿលើព្រះយេស៊ូវគ្រីស្ទនោះក៏យើងជឿព្រះបិតាដែរប៉ុន្តែបើយើងជឿទៅលើព្រះបិតាតែមួយអង្គនោះគឺមិនត្រឹមត្រូវទេគឺយើងជឿទៅលើព្រះយេស៊ូវគ្រីស្ទជឿទៅលើព្រះបន្ទូលបើកាលណាយើងជឿព្រះយេស៊ូវគ្រីស្ទនោះក៏យើងជឿព្រះបិតាដែរបើយើងជឿលើព្រះបុត្រានោះក៏យើងជឿព្រះបិតាដែរព្រោះអីព្រះបិតាហើយព្រះនឹងព្រះបុត្រាគឺតែមួយអង្គហើយព្រះបុត្រាត្រូវបានព្រះបិតាបញ្ជូនមកហើយព្រះបុត្រានេះហើយគឺជាព្រះបន្ទូលហើយព្រះបន្ទូលនេះហើយគឺជាព្រះដែលយើងទាំងអស់គ្នាបានស្ដាប់និងឮអំពីព្រះដែលអ្នកបម្រើព្រះបើបម្រើព្រះបានចែកចាយឬក៏អត្ថាធិប្បាយនៅក្នុងក្រុមជំនុំនីមួយៗតាមព្រះបន្ទូល
ហើយយើងក៏ស្ដាប់ឮព្រះបន្ទូលចេញពីព្រះអស់ទ្រង់ព្រះយេស៊ូវហើយព្រះបិតាផ្ដេចបត្រែកព្រះបិតាតែមួយហើយអ្នកដែលចែកចាយព្រះបន្ទូលនៃព្រះនោះក៏តែមួយជាមួយនឹងព្រះដែរគឺផ្សាយអំពីព្រះបន្ទូលរបស់ព្រះបត្រាហើយបើយើងជឿលើព្រះបត្រានោះក៏យើងជឿលើព្រះបិតាដែរដោយហេតុនោះបានជាព្រះបិតាព្រះបត្រានិងអ្នកផ្សាយព្រះបន្ទូលទ្រង់គឺតែមួយចឹងសង្ឃឹមថាយើងបានឮព្រះបន្ទូលនៅថ្ងៃនេះអស់ណាអ្នកដែលឮសូមជឿនិងធ្វើតាមព្រះបន្ទូលព្រះបត្រារបស់ព្រះហើយនាមរបស់ព្រះបន្ទូលរបស់ព្រះបត្រាទ្រង់គឺមានថានាមថាយេស៊ូវមានន័យថាព្រះសង្គ្រោះព្រោះថាទ្រង់មាននាមជាច្រើនតែនាមរបស់ព្រះគឺជាព្រះបន្ទូលព្រោះព្រះបន្ទូលព្រះមានតាំងពីដំបូងមុនដែលផែនដីនេះត្រូវបានផ្ដល់ស្ថានឡើងមនុស្សធម្មតាយល់មិនបានទេយល់មិនដល់ទេគ្រប់ទាំងសាសនានៅលើពិភពលោកយើងនេះមិនបានយល់ហើយក៏មិនបានដឹងអំពីព្រះបន្ទូលរបស់ទ្រង់ដែរលើកតែអ្នកណាដែលព្រះប្រទានឲ្យយល់ប៉ុណ្ណោះចឹងថ្ងៃនេះយើងសូមថតជាវីដេអូ YouTube ហើយសង្ឃឹមថាថ្ងៃក្រោយយើងនឹងបន្តពិភាក្សាជាមួយនឹងព្រះបន្ទូលរបស់ព្រះបន្តទៀតសូមអរគុណសូមជម្រាបលា